បាទជាបឋមសូមនមស្ការគុណចាស់គ្រប់ព្រះអង្គដែលជាសំណាក់សិស្សសួស្តីបងប្អូនសិស្សានុសិស្សទាំងអស់ដែលកំពុងតាមដាន Channel YouTube របស់លោកគ្រូបាទថ្ងៃលោកគ្រូនឹងពំនាំយកនៅសំណេរតែសេចក្តីមួយទៀតដែលសំណេរនេះរៀបរៀងដោយលោកគ្រូសឿនពិសិដ្ឋបាទហើយតើតើទៅនឹងថាមានទស្សនៈខ្លះបានលើកឡើងថាសិលធម៌គុណធម៌ជាកត្តាកំណត់សេចក្តីថ្លៃថ្នូររបស់មនុស្សបាទអញ្ចឹងនៅក្នុងសេចក្តីនេះគឺតើតើទៅនឹងសិលធម៌គុណធម៌ដែលជាកត្តាកំណត់ណាភាពថ្លៃថ្នូររបស់មនុស្សអញ្ចឹងលោកគ្រូសឿនពិសិដ្ឋសូមបញ្ជាក់គាត់បានរៀបរៀងសំណេរច្រើនមែនទែនយ៉ាងបងប្អូនណាចង់បានអាចតើតើទៅគាត់ណាឆែករកเพจរបស់គាត់ទៅណាដើម្បីតើតើទិញនៅសិភៅសំណេរជាច្រើនរបស់គាត់ហើយម្យ៉ាងទៀតបងប្អូនចង់តាមដាន Channel លោកគ្រូបាទសូមចុចជាល Subscribe Channel លោកគ្រូដើម្បីទទួលបាននៅអត្ថបទមេរៀនទៅដល់ភាសាខ្មែរការពន្យល់ខ្លីៗបកស្រាយសេចក្តីបន្ថែមនៅក្នុងសំណេរមួយចំនួនបាទដើម្បីបងប្អូនបានជាប្រយោជន៍ក្នុងការទទួលយកចំណេះដឹងហ្នឹងទៅសិក្សាទៅរៀនសូត្របន្ថែមទៀតបាទអញ្ចឹងកុំឲ្យខាតពេលយូរយើងមកមើលការអធិប្បាយរបស់លោកគ្រូពិសិដ្ឋតែនៅក្នុងនេះគឺតើតើនឹងសេចក្តីថ្លៃថ្នូរដែលវាកើតចេញមកពីសិលធម៌គុណធម៌ជាកត្តាកំណត់បាទតើប្រធានខាងលើនេះមានអត្ថន័យយ៉ាងណាខ្លះទៅបកស្រាយលើឧទាហរណ៍ក្នុងសង្គមនិងសូសិលមកបញ្ជាក់បាទបាទអញ្ចឹងសំណេរនេះមានច្រើនទំព័រដែរដល់ទៅ6ទំព័រលោកគ្រូបានបរិយាយច្រើនមែនទែនមកយើងមើលទៅកុំឲ្យខាតពេលនៅក្នុងសេចក្តីអធិប្បាយបាទនៅក្នុងសំណេរគឺយើងមិនត្រូវប្រើសញ្ញាត្រេទេណាគឺប្រើតែម្ដងចុះដើមតតក្នុងលំនាំបញ្ហានៅក្នុងជីវិតនៅក្នុងជីវភាពរស់នៅប្រចាំថ្ងៃមនុស្សគ្រប់រូបសុទ្ធតែមានបំណងប្រាថ្នាចង់ឲ្យខ្លួនឯងរស់នៅមានសេចក្តីសុខមានសុភមង្គលមានទ្រព្យសម្បត្តិមានកិត្តិយសកេរ្តិ៍ឈ្មោះល្បីល្បាញរស់នៅប្រកបដោយធម៌អញ្ចឹងនៅក្នុងនេះគឺតើតើទៅនឹងការរស់នៅរបស់មនុស្សអញ្ចឹងការរស់នៅអ្វីដែលយើងចង់បានគឺតើតើទៅនឹងភាពថ្លៃថ្នូរនឹងឯងយើងគ្រូគាត់បានរៀបរាប់បានល្អតើតើទៅនឹងចំណុចហ្នឹងនៅលំនាំបញ្ហាចំពោះចំណុចបន្ទាប់ក៏ស្ថិតនៅក្នុងលំនាំបញ្ហាដែរណាតែគាត់បន្ថែមសេចក្តីទៀតការប្រាថ្នាចង់បានសេចដូចខាងលើនេះលុះត្រាតែមនុស្សយើងម្នាក់ប្រកាន់យកការរស់នៅដោយសុចរិតទៀងត្រង់គោរពច្បាប់សង្គមទើបជីវិតមានតម្លៃនិងមានភាពថ្លៃថ្នូរទៅបាននេះក៏នៅស្ថិតនៅក្នុងលំនាំបញ្ហាដែរណាអញ្ចឹងគឺលំនាំបញ្ហាយើងសរសេរពីបញ្ហាទូទៅរបស់ប្រធានមានថាយើងប្រធាននេះតើតឹងទៅនឹងថាសេចក្តីថ្លៃថ្នូរវាកើតចេញមកពីសិលធម៌គុណធម៌នឹងឯងអញ្ចឹងយើងទាញទៅរកចំណុចហ្នឹងឯងព្រោះហើយយើងដល់ចំណូលបញ្ហាយើងគឺជាការទាញបញ្ហាចូលតែមុននឹងទាញបញ្ហាចូលនេះគឺយើងមានឃ្លាភ្ជាប់សេចក្តីមួយមកដែរដោយយល់ពីគុណតម្លៃរបស់សិលធម៌និងគុណធម៌បែបនេះហើយទើបមានទស្សនៈខ្លះបានលើកឡើងថាបាទសិលធម៌គុណធម៌ជាកត្តាកំណត់សេចក្តីថ្លៃថ្នូររបស់មនុស្សបាទអញ្ចឹងនេះគឺជាចំណូលបញ្ហាបន្ទាប់ពីយើងបរិយាយពីចំណូលបញ្ហាហើយយើងចូលដល់ចំណោទបញ្ហាដែលនៅក្នុងផ្ដើមសេចក្តីដែរណាគឺយើងក៏ត្រូវចុះដើមបន្ទាត់នៅក្នុងហ្នឹងតើប្រធានខាងលើនេះមានអត្ថន័យយ៉ាងណាខ្លះបាទយើងនេះជាចំណោទបញ្ហាតាមបែបប្រធានពន្យល់បាទតាមបែបប្រធានពន្យល់អញ្ចឹងយើងមើលនៅក្នុងនេះនៅក្នុងតួសេចក្តីមានឃ្លាភ្ជាប់សេចក្តីណាអញ្ចឹងដើម្បីធ្វើជាមូលដ្ឋានគ្រឹះក្នុងការបកស្រាយអធិប្បាយខ្លឹមសារប្រធានខាងលើឲ្យបានក្បោះក្បាយប្រកបដោយអត្ថន័យជ្រាលជ្រៅទៅបាននោះយើងក៏បីសិក្សាឆ្វេងយល់ពីអត្ថន័យនៃពាក្យពន្លឹះរបស់ប្រធានប្រធានមួយចំនួនជាមុនសិនបាទអញ្ចឹងនៅក្នុងចំណុចហ្នឹងគឺចំណុចហ្នឹងរហូតដល់ចំណុចនេះគឺជាឃ្លាភ្ជាប់សេចក្តីប្រហែលជាចូលដល់ពន្យល់ពាក្យកន្លឹះពាក្យថាសិលធម៌មានន័យថាអញ្ចឹងនៅក្នុងនេះលោកគ្រូពិសិដ្ឋបានប្រើថាពាក្យថាអញ្ចឹងនៅក្នុងការឲ្យនិយមន័យលោកប្រើពាក្យថាមានន័យថាការប្រព្រឹត្តតែសេចក្តីល្អមានចរិយាធម៌សមរម្យរីពាក្យយ៉ាងក្នុងនេះលោកគ្រូប្រើរីពាក្យមួយទៀតណាព្រោះហើយពាក្យថាគុណធម៌សំដៅដល់សំដៅន័យថាអញ្ចឹងលោកគាត់ប្រើថាសំដៅន័យថាអញ្ចឹងហ្នឹងគឺជាអ្វីដែលបងប្អូនត្រូវរៀនពីលោកគ្រូឲ្យបានល្អណាពីព្រោះការប្រើប្រាស់ឃ្លាទាំងអស់ហ្នឹងគឺជាការប្រើប្រាស់ឃ្លាកុំឲ្យច្រំដែលដូចគាត់ប្រើខាងលើពាក្យថាណាក្រោយរីឯពាក្យរីពាក្យដល់ពេលខាងលើមានន័យថាដល់ពេលខាងហ្នឹងគាត់ថាសំដៅន័យថាជាសភាវៈប្រសើរជាងសភាវៈធម្មតាដែលឆ្លុះបញ្ចាំងតាមអំពើនិងសកម្មភាពល្អរបស់មនុស្សដោយសេចក្តីសុចរិតឥតមានព្រំដែនទៅលើមនុស្សទូទៅចំណែកឯពាក្យថាបាទអញ្ចឹងនៅក្នុងនេះលោកគ្រូពិសិដ្ឋលោកប្រើថាចំណែកឯពាក្យថានេះឃើញទេបាទ
về trái thấu trong bên này thà để khởi nhé còn pra nó clear nó cứ ôn từ riêng pra nó riêng pra cầm ao giờ chọn trong đá đôi túi quát pra pra clear bàn ó dân ôn từ riêng bị quạt hay bờ sân chỉ chọn bàn mình than tiết cứ từ tận tầm tình bị quạt tức là ó mền tèn miền Nam Lai cô lương xa cô rọp à chẳng được nông đi cứ ca phần vô việc cần lương phần vô tức là tôi mới vô chỗ đó phần vô này của thiềnสอบตามการบรรยลอัตนัยเปียกันลึกประเทศนรุมอกอัตนัยประเทศจอมดาวในทารอดในละอระบบมนุษย์แต่บางประพฤติโดยกายสุจริตวิจัยสุจริตหนึ่งมนุษย์สุจริตคือเชี่ยคุณดำไล่มวยได้มนุษย์เติร์ดตัวบ้านโปรแต่เสกในละอกับแบบยางยืนกู้ลึกสดสาวนั่งเอาดำไล่ประกอบนั่นคือปีจิตมันยังโมดอลจุดนี้คือเชี่ยการบรรยลในประเทศนะการบรรยลในประเทศนี้คือเชี่ยการบังคับหรือก็จะการสรุปหลังไว้ในการบรรยลเปลี่ยนกันเลือกได้ตอนเด็กโบบรรจุในเคลียร์มวยจำนวนไปชอบสิ่งใดว่าเป็นเปลี่ยนกันเลือกทั้งท้ายยืนยกตัวบรรจุในน้องอัตในบางพร้อมประเทศให้การบรรจุอัตในบางประเทศนี้มันแม้จะการโบสลายประเทศได้คือตอนแต่จะการชอบบางหางเลือกมันจะทางประเทศนั้นจอยยืมบางหางนี้เอาไว้คลาดบ้างยังยืมมาลองน้องการโบสลายประเทศคือยืมเจ้าชาวดำมันตอดเนี่ยเคยยืมเจ้าดำมันตอดยังไงcho đam toát ca chia ca bật na nơi trong chỉ vật run nơi rồi bỏ manuประจำថ្ងៃចាំបាច់ត្រូវតែមានសីលធម៌គុណធម៌នេះព្រោះគុណអនឡាញនៃសីលធម៌និងគុណធម៌ធ្វើឲ្យយើងមានសេចក្តីថ្លៃថ្នូរបាទទៅណាមកណាមានគេគ្រប់ស្រឡាញ់ចូលចិត្តរាប់អានក្នុងសង្គមបាទហ្នឹងជាការប្រពៃមែនតើណាតើតទៅនឹងជីវធម៌យើងឃើញសពថ្ងៃមានមនុស្សជាច្រើនគាត់អត់យល់ពីតម្លៃនៃជីវធម៌ការរស់នៅគាត់មនុស្សមួយចំនួនតូចគាត់បានជិះប្រើប្រាស់រៀនជំនាញតាមដងផ្លូវហើយគាត់ជួបបារីគាត់ប្រហុយផ្សែងគាត់គោះកតិចបារីហើយពេលខ្លះវាប៉ះពាល់អាហ្នឹងវាថាមនុស្សដែលខ្វះសិលធម៌សង្គមណានៅក្នុងចំណុចនេះគឺលោកគ្រូមើលទៅវាហាក់ដូចជាអត់ឲ្យតម្លៃអ្នកនៅជុំវិញខ្លួនយើងជួបបារីប្រហុយផ្សែងប៉ះពាល់គេហើយពេលខ្លះគោះកតិចបារីនឹងប៉ះពាល់គេទៀតអាហ្នឹងហៅថាមនុស្សដែលខ្វះសិលធម៌អញ្ចឹងមនុស្សបែបហ្នឹងគឺមិនសូវផ្ដោតតម្លៃគេមិនឲ្យតម្លៃទេណាកត្តាដែលកំណត់នៅសេចក្តីថ្លៃថ្នូររបស់មនុស្សបានគឺស្ដែងចេញឲ្យឃើញតាមរយៈការប្រព្រឹត្តដោយកាយសុចរិតការធ្វើសេចក្តីល្អដោយកាយវាចាសុចរិតណាការធ្វើសេចក្តីល្អតាមរយៈការនិយាយស្ដីពោលពាក្យមានប្រយោជន៍ពាក្យពេចន៍ថ្លៃថ្នូរមនោសុចរិតគឺមានចិត្តល្អមិនមានមច្ឆាទិដ្ឋិរបស់มันមានមច្ឆាទិដ្ឋិរបស់មនុស្សនេះតែម្ដងថាគឺថាយល់ត្រូវអញ្ចឹងនៅក្នុងនេះលោកគ្រូប្រើពេលគាត់បញ្យល់សេចក្តីខ្លះនៅក្នុងនឹងហើយបានអានឹងបញ្យល់នៅទូទៅណាបញ្យល់នៅទូទៅដែលការដែលមនុស្សដែលគេឲ្យតម្លៃថាជាមនុស្សមានស្អីឆ្លៃថ្នូរគឺជាមនុស្សដែលប្រព្រឹត្តដោយកាយវិចារចិត្តនឹងប្រកបដោយសុចរិតរួចហើយលោកគ្រូពិសិដ្ឋលោកបានគាត់បានបន្ថែមបញ្យល់អំពីសិលធម៌គុណធម៌ហើយគាត់ប្រើពាក្យភ្ជាប់សេចក្តីគឺមួយយ៉ាងវិញទៀតណាមួយយ៉ាងវិញទៀតសីលធម៌និងគុណធម៌វាក្តោបបានសេចក្តីថ្លៃថ្នូរតាមរយៈការធ្វើអំពើល្អដោយកាយការមិនសម្លាប់ជីវិតមនុស្សសត្វការមិនលួចបន្លំឆក់ប្លន់ទ្រព្យសម្បត្តិអ្នកដទៃការមិនបំពានខុសច្បាប់លើប្រពន្ធកូនទេឬមិនបៀតបៀនអ្នកដទៃដោយប្រើអំណាចប្រើអំពើហិង្សាកັບកេងប្រាក់កេងចំណេញផលប្រយោជន៍នោះនឹងធ្វើឲ្យបុគ្គលអ្នកមិនប្រព្រឹត្តទង្វើថោកទាបទើបទទួលបាននៅសេចក្តីថ្លៃថ្នូរមានកិត្តិយសកេរ្តិ៍ឈ្មោះល្បីល្បាញនិងមានតែសេចក្តីសុខអញ្ចឹងនៅក្នុងនោះគឺជាការបញ្យល់តកតងទៅនឹងពាក្យថាគុណធម៌និងសីលធម៌នឹងឯងមួយវិញទៀតនៅខាងលើគាត់ប្រើពាក្យមួយវិញទៀតនៅឃ្លាភ្ជាប់ស្អីក្រមគាត់ប្រើថាមួយវិញទៀតបាទអំពើសេចក្តីដែលជាកត្តាកំណត់ឲ្យមនុស្សទទួលបាននៅសេចក្តីថ្លៃថ្នូរនោះគឺការប្រព្រឹត្តល្អតាមរយៈការវាចាពាក្យសម្ដីមានការមិននិយាយពុះផកុហកអ្នកដទៃការមិនប្រើពាក្យញុះញង់អុចអាលការមិនប្រើពាក្យត្រគោះបោះបោកណាការមិនប្រើពាក្យសម្ដីឥតប្រយោជន៍ពោលបន្តបង្អាប់បង្កាច់បង្ខូចគេឈ្មោះជេរប្រមាថមាក់ងាយនិងនិយាយចាក់រុកឆ្កឹះឆ្កៀលឲ្យគេបែកបាក់គ្នាពោលតែពាក្យពោលតែវិចារសុចរិតតែម្យ៉ាងនោះក៏ជាកត្តាកំណត់បាននៅសេចក្តីគោរពការស្រឡាញ់ចូលចិត្តពិតបាននៅសេចក្តីថ្លៃថ្នូរយ៉ាងពិតប្រាកដណាអញ្ចឹងនៅក្នុងនោះចំណុចដែលយើងលើកយកមកបង្ហាញគឺតកតងទៅនឹងវិចារណាសុចរិតមានថាការពោលពាក្យត្រឹមត្រូវពោលពាក្យដែលមានប្រយោជន៍ពោលពាក្យដែលជាប្រយោជន៍ដល់អ្នកដទៃមិនពោល
chặt đau rô ria chạy đàm này nó cứ chỉ ca bọ sài cả tông không đã ca nào bọc pol miên vợ chay sôi chật miên ca pol bịa trầm trơ pol bịa bật pol bịa mình nhung nhung kế đứng bọc pol đứng tay tayตัวcaตัวban với nêu pol nêu ca nêu bịa bật nêu dịch đây của rục đây là sao này tuần tâm nâng nịch phòng này chưa sao bạn chẳng clear được anh cứ ôn từ từ điện bảo đấy nó tuần tâm nâng phòng đấy cái điều du họ bảo mình lúc đây ban phần âm vừa o tam đầu chất có chỉ cả ta rung so môi đây cầm nọt ở mình cua lư sơ sao nên cua ở đọc an phòng này ông pơ lo ở đầu chất những chụp làm bò dài ông đi tham pơ lo ở đầu chất dần mệt nhé ca mình rung bay trong bàn club sòng bát kê mình biên nhiên đi chia ba kê mình vô khóc cha còn lòng tho khăn cho cũng nông cho à thiệt rồi mình kết cho ở đầu tây vì đi on tài đòiประการnào mùi nốt vía nâng thưa ao dương miền sạch đầy sọc lâu tam đầu chất ắt miền cùi lồng ba đào chất isa rồi tại dương miền chất beta cho phun ở tây hai là tập kho này âm làแบบนี้nhưng thưa ao dương miền ở tây kia châu chất mùi mật mà rọp dương kia ao tầm lái rồi tại sạch đầy là o bảo dương chắc được nông nắng ca na bảo dương thưa là o đào việc cha hơi thưa là đào chất hơi nghe tham chất dương mình rùng bầy giống như vậy là kho bàn tọt xong với cứ chất dương này chất dương này là chất dương nó bò được sọt giống như tha vì chưa tha bị thang không ở vịnh nó không sạch đây ní nghe tha đã đợt tới cái mưa khơi này bị từng tùng hôm này chất dương còn tái dương đăng pi ở vậy là dương thưa ở vậy là dương kịch giống bởi dương lúc trong chất bởi dương aiจะxa chất hồi chất là chất mình trở nên chất mình chia ni chất mình chia ba dương rút từ tam sản tập hiệp bỏ dương rút từ tam ở đây để dương ai đọc ban mình từ biệt biên ở tây mình từ bật tu sài ở tây là bây tại kho và dòi luôn nâng ấy chứ hai mua để thả thua ở dưới những rất tay ngọc trong lâu chật hái bằng hai cái đó là tây cua rụng xào dương ao tầm lại dương đây ban thua ông ban thua chúng tôi ở tây là chợ này với chân nó không tiện thấy chợ sáng kia ca lựa thì họ nè một cô đại miền sao là thò nên con thò này tới nam một na miền kia score miền kia ao tầm lại hai được tôi ban kho top snow vinh đào dịch đây đôi đây là đôi này chắc tận tâm dịch đây là o kho này sẽ o nó mình bắt dương tiêm thôi thì người ta dương thưa đau thưa vi chữ rươi thưa vi ở ban nhật nhọp tới viên là đo kho là o nó mà ao dương vinh chạy trên hàng tôi từ vinh nói chuyện tôi từ vinh phải chán kia ra không lạ khan để tôi bây giờ bây để dương ban bộ sai được thằng một đấy thằng nào chúng tôi bao gồm lại là đại bản riêng sâu miền chấm này đang chơi chưa miền lùi miền lan miền villa runner miền toàn mặt đom bàn tay miền sài thon con thó prao ngay thưa ba ở tuần sau rồi ô cặp cây dục tập bát ở đại tây thưa mặc thưa chia bọc luôn nốt mình ai thưa ở bộ bài này miền cái để vô cây chung một bài ba như từ sau sai nên miền sẽ để sai nô tuần na bàn đây miền tài đại tây shop perm nên sai cục mình sai cục rau chỉ mất cái tay chia trâu tại mà giang rồi tại tổng vơ pilia được một cô đằng lại đâu chẳng được nông dịch đây những người ta một cô là tại mình ao đằng lại đòn ở tây roxy trong tại bàn của ai hay giờ từ cặp cây ở tây hai bàn thu chạy ở ở tây những cứ kim sợ ở đằng lại kim mình sợ đó là cái điều tệ giang nam mình những cái giang nam mình phải chán cứ so tay chỉ cả bằng hai những pi họ đấy pi họครูบังเรียนได้มีจำแนกดังมีสลัดทอหนึ่งคนทอพงผู้มีจริยามีระเบียบสมรมประกอบดาวดำกเตะบางทีจำแนกดังอัดมีละเลียมดาวเป็นตุกดาวยุทอมันลำเอียงดาวอากาศทอประกอบแต่การเงียสุจริตอัดมีกลุ่มหนึ่งโซปานอบรมตูมีเปลี่ยนประดาวศึกษาอ้อยคัดคอมศึกษาเรียนโซดโปรดดาวนายนอมศึกษาอ้อยมีเอริยาบอดสมรมประเพย์สมประเพย์นุ๊กครูบังเรียนนั่งตัวบ้านในการกรุบกาบไกลในการเอาดำไล่ปีขณะกรุบกรองสลาเรียนมีกระทรวงสถาบันอบรมกระทรวงธรรมการหรือก็สถาบันเกียรติการทางปฏิการศึกษาเชียดนั่งศึกษาจวนจีมันคานเลยเนี่ยทางศึกษากรุบจวนขณะจีมันคานเลยนะตัวใบจีครูบังเรียนมันมีรับสมบัติสมบูรณ์ที่มีเวลาสำสกายมีลานตุ่มนึกจีก็ครูบังเรียนตัวบานอาปัจจัยนะท่อคือการกุรบเนื่องประเดชันทาระเกียรวตาของได้เนี่ยทาการกุรบปีโกนเจ้าปีสักปีนั้นคือสักไง
បាទអញ្ចឹងឲ្យតែគ្រូប្រកបដោយគុណធម៌គឺសិស្សតែងតែគោរពតែងតែឲ្យតម្លៃយ៉ាងណាក្តីបាទនេះគឺជាការបង្ហាញវាវិញមួយទៀតណាចំពោះសិស្សានុសិស្សដែលមានក្រមសីលធម៌ល្អមានសុជីវធម៌ត្រឹមត្រូវមានចំណេះដឹងមានសមត្ថភាពពុំចេះប្រព្រឹត្តសេចក្តីអាក្រក់ណាមួយទៅលើអ្នកដទៃពួកគេក៏ទទួលបានការកោតសរសើរលើកទឹកចិត្តនិងការស្រឡាញ់រាប់អានពីគ្រូបង្រៀនមិត្តភ័ក្តិខ្លួនឯងនិងសហគមន៍ដទៃផងដែរត្រង់ចំណុចនេះខ្ញុំថ្ងៃមុនខ្ញុំឃើញការបង្ហោះរបស់អាណាព្យាបាលម្នាក់គាត់បង្ហោះនៅតាមបណ្ដាញ Facebook ហើយគាត់ថាអ្នកគ្រូនេះរូបសម្បត្តិស្អាតប៉ុន្តែមានការអីប្រព្រឹត្តមិនល្អចំពោះកូនគាត់អញ្ចឹងណាក្នុងនាមខ្ញុំជាគ្រូបង្រៀនម្នាក់ដែរចំពោះសិស្សដែលល្អសិស្សដែលគោរពច្បាប់សាលាគោរពទួនាទីខ្លួនឯងជាសិស្សគឺខ្ញុំស្រឡាញ់គោរពហើយផ្ដល់តម្លៃណាហើយតែងតែយកគាត់មកបង្ហាញដល់សិស្សដទៃលើកទឹកចិត្តគាត់ឲ្យបង្ហាញគាត់ថាសិស្សខ្ញុំបង្រៀននៅនេះល្អមិនរញ៉េរញ៉ៃគាត់ខំប្រឹងរៀនអានសៀវភៅពីទំនេរគឺខ្ញុំតែងតែលើកតម្លៃរបស់សិស្សទាំងឯងអាហ្នឹងគឺអ្វីដែលខ្ញុំធ្លាប់បានធ្វើក្នុងនាមជាគ្រូខ្ញុំមិនដែលទៅស្ដីបន្ទោសនៅសិស្សណាដែលខំប្រឹងប្រែងសូត្រទេប៉ុន្តែមានតែលើកទឹកចិត្តបន្ថែមអ្វីដែលខ្ញុំតែស្ដីបន្ទោសគឺស្ដីបន្ទោសដល់សិស្សណាដែលគាត់មិនខំប្រឹងប្រែងសូត្រហើយស្ដីបន្ទោសមិនមែនជាស្ដីបន្ទោសលក្ខណៈជាន់ពលិចទេគឺជាការណែនាំគាត់ឲ្យគាត់ស្គាល់តម្លៃខ្លួនឯងឲ្យស្គាល់នៅតម្លៃថាពេលម្ដាយឪពុកបានលះបង់ពេលលះបង់នៅលុយកាក់នៅធនធានជាច្រើនឲ្យកូនមកសិក្សារៀនសូត្រនៅសាលាល្អនៅសាលាដែលបងមានគ្រូល្អបង្រៀនតែកូនសិស្សកូនគាត់នឹងបែរជាមិនខំប្រឹងរៀនតែគាត់មានសេចក្តីលំបាកចិត្តយ៉ាងណាអញ្ចឹងក្នុងនាមជាគ្រូខ្ញុំគិតថាមិនអាចទេបើសិស្សនឹងល្អគាត់មិនអាចធ្វើលើកនៅអ្វីទៅបន្ទោសទៅសារាយទេនឹងក្នុងនាមទឹកចិត្តជាគ្រូហ្មងព្រោះខ្ញុំជាគ្រូដែរទោះជាខ្ញុំសប្តាហ៍នេះបង្រៀនមិនទាន់បានច្រើនឆ្នាំក៏ពិតមែនទើបជាប់នៅឆ្នាំ2017នេះអញ្ចឹងប៉ុន្តែទឹកចិត្តជាគ្រូគឺតែងតែផ្ដល់តម្លៃដល់សិស្សដែលគោរពហើយនឹងមានចំណេះដឹងមានថាឥរិយាបថល្អហើយក៏មិនមែនថាបន្ទូចបង្អាក់ដល់សិស្សណាដែលមិនមានឥរិយាបថល្អមានតែការណែនាំគាត់ឲ្យធ្វើល្អពេលខ្លះការណែនាំក៏ទៅជាពេលខ្លះគាត់និយាយមិនស្ដាប់មែនទែនណាទៅជាឌឺដងជាមួយសិស្សជាមួយគ្រូវិញហើយគាត់រំខានដល់គេក្នុងថ្នាក់អញ្ចឹងយើងប្រើពាក្យមួយចំនួនក៏មិនសមរម្យប៉ុន្តែសួរតែគ្រូចង់ប្រើពាក្យទាំងអស់ហ្នឹងទេអត់ទេដល់ណាទៅយើងរៀនទាំងសិលធម៌ជីវៈអស់ហើយប៉ុន្តែពេលខ្លះយើងវាអត់លែងបានណាតើអាណាព្យាបាលហ្នឹងមកធ្វើជាគ្រូខ្លួនឯងមិនដឹងណាអត់ដឹងពេលខ្លះសូម្បីតែកូនខ្លួនគាត់ពិបាកនឹងការណែនាំផងណាហ្នឹងកូនណាឲ្យចុះតែម្នាក់ពីរនាក់ឲ្យចុះបើគ្រូសិស្សក្នុងថ្នាក់20 30នាក់40នាក់អញ្ចឹងហើយបើគាត់មកញ៉ៃអុកឡុកគេតែពី3នាក់នៅក្នុងហ្នឹងគឺសិស្សដទៃគឺពិបាករៀនហើយអញ្ចឹងលោកអាណាព្យាបាលគួរតែបើកចិត្តឲ្យទូលាយហើយតាមដានសង្កេតកូនរបស់ខ្លួនមែនតើកុំទម្រឹះកូនឲ្យខូចណាទម្រឹះកូនឲ្យខូចយើងត្រូវណែនាំគាត់ឲ្យល្អកុំទម្រឹះគាត់ឲ្យខូចបាទយើងស្ដាប់ហេតុផលគ្នាទៅវិញទៅមកអញ្ចឹងជាងនេះទៅទៀតណាខ្ញុំឃ្លាជាងនេះទៀតគឺជាឃ្លាដែលល្អយើងក្រុមអាណាព្យាក្រុមអាជីវករពាណិជ្ជករកសិករសិល្បករដែលបានប្រកបកិច្ចការងារដោយសុចរិតលក់ទំនិញលក់ចេញទិញចូលនៅទំនិញមានគុណភាពមានសុវត្ថិភាពលក់តាមសមាអាជីវោមិនកັບកេងប្រវ័ញ្ចផ្នែកជញ្ជីងនោះនឹងធ្វើឲ្យពួកគេមានអតិថិជនកាន់តែច្រើនមុខរបររីកលូតលាស់ទៅមុខជាលំដាប់ឆាប់ទទួលបានប្រាក់ច្រើនមានមុខមានមាត់មានកិត្តិយសល្អនិងប្រកបដោយសេចក្តីថ្លៃថ្នូរក្នុងសង្គមជាការពិតណាស់នៅក្នុងចំណុចហ្នឹងនៅពេលណាដែលជាថាបើសិនជាសិល្បករបើគាត់មានគុណធម៌ល្អនឹងមានការគាំទ្រច្រើននឹងហើយគាត់នឹងលក់ឧត្តមគតិដើម្បីអ្វីមួយគាត់នឹងទទួលបានការគោរពស្រឡាញ់ពីអ្នកគាំទ្រចំពោះអ្នកលក់ផលិតផលក៏យ៉ាងដែរបើសិនជាគាត់លក់ផលិតផលដោយមានវិជ្ជាជីវៈដោយមានសមាអាជីវៈមិនកັບកេងមិនលួចបន្លំហើយផលិតផលរបស់គាត់មានគុណភាពនឹងទទួលបានការគោរពនិងការគាំទ្រអំពីអតិថិជនរបស់គាត់ជាមិនខានបាទបើយើងងាកមកមើលព្រះកិត្តិនាមបិតាអក្សរសាស្ត្រខ្មែរបាទជាពពកវីរៈសង្ឃដ៏កម្ពូររបស់ទីកម្ពុជាគឺសម្ដេចសង្ឃរាជជាធិបតីជទញ្ញាណោជួនណាតព្រះអង្គបរិបូរដោយគុណធម៌មានសីលធម៌មានសីលគុណមានករណាគុណចំពោះប្រជាជនពេញមួយប្រជជនរបស់ព្រះអង្គបានចំណាយព្រះកាយពលព្រះប្រាជ្ញាញាណ
mình khai ngườiประกายចងក្រងវចនានុក្រមនិងវេយ្យាករណ៍ណាវេយ្យាករណ៍ខុសគ្នាខ្មែររួមទាំងសៀវភៅដ៏មានតម្លៃផ្សេងៗទៀតដើម្បីទុកជាកេរមរតកសម្រាប់បម្រើឲ្យវិស័យអក្សរសាស្ត្រខ្មែរសម្ដេចពិតជាមានឧត្តមគតិដ៏ខ្ពង់ខ្ពស់មាននៅសេចក្តីល្អគ្រប់យ៉ាងជាបុគ្គលឆ្នើមទ្រង់ទ្រទ្រង់នៅគុណធម៌ដ៏វិសេសវិសាលព្រះរាជសកម្មភាពរបស់ព្រះអង្គធ្វើឲ្យយើងគ្រប់គ្នាមិនអាចបំពេញបានឡើយបាទដោយសារតែការបំពេញនៅវីរភាពរបស់សម្ដេចសង្ឃរាជជួនណាតនឹងហើយបានជាគេខំបានជាអ្នកប្រាជ្ញសម័យក្រោយបានឲ្យតម្លៃរបស់ព្រះអង្គឲ្យដាក់ឈ្មោះព្រះអង្គនៅក្នុងវចនានុក្រមខ្មែរហ្នឹងតាមវចនានុសម្ដេចវចនានុក្រមជួនណាតហ្នឹងឯងតែជាតាមពិតធៀបជាក់ស្ដែងពីមុនមកគឺមិនមែនតែព្រះអង្គធ្វើតែឯងទេគឺមានក្រុមស្រាវជ្រាវទៅនឹងវចនានុក្រមតែអ្វីដែលព្រះអង្គបានបំពេញគឺព្រះអង្គបានបញ្ចប់នឹងការចងក្រងនៅវចនានុក្រមហើយគឺអ្នកប្រាជ្ញចំនួនក្រោយគេផ្ដល់តម្លៃឲ្យព្រះអង្គដែលព្រះអង្គបានខំលះបង់នៅបកាយពលយ៉ាងខ្លាំងក្លាដើម្បីប្រយោជន៍ជាតិទាំងមូលទៅនឹងអក្សរសាស្ត្រនឹងឯងយ៉ាងណាមិញបាទយ៉ាងឃ្លាយ៉ាងណាមិញនេះក៏បងប្អូនត្រូវតែរៀនប្រើណានៅក្នុងប្រវត្តិសាស្ត្រខ្មែរក៏បានបង្ហាញយ៉ាងជាក់ច្បាស់នៅព្រះរាជអគ្គមហេសីព្រះបាទជ័យវរ្ម័នទី7គឺព្រះនាងឥន្ទ្រទេវីព្រះនាងបរិបូរណ៍ដោយចំណេះដឹងទាំងផ្នែកផ្លូវលោកនិងផ្លូវធម៌ព្រះនាងបានបណ្ដុះបណ្ដាលចំណេះដឹងដល់កុលបុត្រកុលធីតាខ្មែរនាសម័យកាលនោះសឹងពូពេញដោយចំណេះដឹងសមត្ថភាពជំនាញប្រកបដោយក្រមសីលធម៌ល្អមិនតែប៉ុណ្ណោះព្រះនាងក៏មាននៅសីលធម៌និងគុណធម៌ដ៏ប្រពៃផងដែរយើងឃើញហើយវីរភាពរបស់ព្រះនាងឥន្ទ្រទេវីគឺជាការបំពេញនៅគុណធម៌ដ៏ល្អនេះគឺជាឧទាហរណ៍ក្នុងប្រវត្តិសាស្ត្រដោយសារតែព្រះនាងមាននៅគុណធម៌ដ៏ប្រពៃមានប្រតិករុណាប្រោះប្រទានការសន្តោសប្រណីដល់ប្រជារាស្ត្រខ្មែរគ្រប់ស្រទាប់វណ្ណៈអត់មានរើសអើងនរណាម្នាក់នោះទើបធ្វើឲ្យមានធ្វើឲ្យព្រះនាងព្រះកិត្តិនាមអធិស្ឋានព្រះកិត្តិយសព្រះនាងនៅតែស្ថិតនៅក្នុងការចងចាំហើយត្រូវបានប្រាជ្ញវត្តសាស្ត្រខ្មែរចរិតទុកក្នុងសៀវភៅវត្តសាស្ត្រខ្មែរផងដែរអានឹងហៅថាទូកទៅកំពុងនៅទោះជាព្រះអង្គព្រះនាងបានផុតរលត់ពីពិភពផែនដីនេះយូរទៅរាប់រយឆ្នាំក៏ដោយក៏ប៉ុន្តែអ្វីដែលល្អអ្វីដែលជាកេរ្តិ៍ឈ្មោះនឹងបានបន្សល់ទុកធ្វើឲ្យយើងនៅចងចាំទ្រង់ដល់សប្តាហ៍ថ្ងៃសូម្បីតែយើងនៅសម្ដេចសង្ឃរាជជួនណាតព្រះអង្គអស់ប្រជញ្ញទៅចិត្តពាក់កណ្ដាលរយជាងពាក់កណ្ដាលរយឆ្នាំអីជាដើមហ្នឹងក៏ប៉ុន្តែនៅតែមានគេនៅសរសើរគ្រប់រហូតទៅមុខទៀតណាចំណែកកវីប្រជាជនដែលអ្នកប្រាជ្ញខាងសាស្ត្រខ្មែរនិងអក្សរនិងអ្នកសិក្សាកំណាព្យបានដឹងឮល្បីរន្ទឺពេញសកលលោកពីកិត្តិនាមនោះគឺព្រះបរមភាសាអ៊ូហៅក្រងុយកវីប្រជាជនរូបនេះក៏មានសិលធម៌និងគុណធម៌គួរដល់ការគោរពនិងឲ្យតម្លៃផងដែរទាំងចំណេះដឹងសមត្ថភាពទេពកោសល្យរបស់គាត់ពិតជាគួរឲ្យស្ងប់ស្ងាយនិងកោតសរសើរយ៉ាងក្រៃលែងលោកតាក្រមងុយបានច្រៀងសាដៀវអប់រំណែនាំប្រជារាស្ត្រខ្មែរគ្រប់ស្រទាប់វណ្ណៈឲ្យមានសិលធម៌ល្អក្នុងសង្គមកុំឆ្លោះប្រកែកទាស់តែងគ្នាប្រឹងប្រែងរកស៊ីចិញ្ចឹមជីវិតដោយសុចរិតត្រឹមត្រូវគម្រោងពាក្យព្រាមប្រដៅអប់រំរបស់លោកតាត្រូវបានពុទ្ធសាសនបណ្ឌិតចងក្រងទុកជាឯកសារសម្រាប់សិក្សារៀនសូត្ររហូតដល់ឥឡូវនេះឃើញដោយសារតែស្នាដៃរបស់គាត់មានគំនិតអប់រំជាច្រើនអញ្ចឹងគឺគេបានចងក្រងទុកនេះឯងព្រោះតែគុណតម្លៃនៃសិលធម៌និងគុណធម៌ដ៏ប្រពៃនេះហើយទើបមានអ្នកនិពន្ធអក្សរសិល្ប៍ខ្មែរមួយចំនួនបានបញ្ជ្រាបនៅតម្លៃអប់រំតម្លៃរបស់សិលធម៌និងគុណធម៌នេះចូលទៅក្នុងស្នាដៃរបស់ខ្លួនដើម្បីបង្កើតជារសជាតិមួយកម្រិតបន្ថែមទៀតដូចជានៅក្នុងស្នាដៃអក្សរសិល្ប៍ខេត្តប្រាក់និយមរឿងកូឡាបៃលិនបាទអញ្ចឹងនៅក្នុងនេះចូលដល់រឿងបែបអក្សរសិល្ប៍វិញដងណាជាបទនិពន្ធដោយលោកញឹកថែមនៅក្នុងឆ្នាំ1936ឬឆ្នាំ1943បានឆ្លុះបញ្ចាំងឲ្យឃើញពីសកម្មភាពរបស់តួអង្គគឺចៅចិត្រជាមនុស្សបរិបូរណ៍ដោយគុណសម្បត្តិជាច្រើនជាកូនមានកតញ្ញូតាធម៌ចំពោះពុកជាយុវជនសុភាពវិសាចេះស្គាល់ចាស់ទុំដឹងពុះទៀបមិនប្រកាន់ខ្លួនបញ្ចេះជាបន្ទាបខ្លួនចិត្តដរាបមានភក្ដីភាពចំពោះចៅហ្វាយនាយនិងមនុស្សជំនាញខ្លួនមានចិត្តតស៊ូប្រោប្រាជ្ញនឹងកិច្ចការងារគ្រប់ចំពោះមានជំនឿជាក់លើសមត្ថភាពខ្លួនឯងមិនរត់ចោលចៅហ្វាយនាយ
ពេលមានគ្រួសារសុខចិត្តលះបង់ជីវិតដើម្បីជួយសង្គ្រោះចៅហ្វាយនាយនឹងជាមនុស្សជាទីស្រឡាញ់បាទឃើញទេអញ្ចឹងគុណធម៌របស់ចៅចិត្តនឹងគឺធំធេងនៅក្នុងរឿងហ្នឹងណាគុណសម្បត្តិនៃសីលធម៌និងគុណធម៌របស់ចៅចិត្តបែបនេះហើយទើបធ្វើឲ្យលោកលួងរតនសម្បត្តិនាងគុណរីនិងមិត្តភ័ក្តិជាកម្មករដូចគ្នាចូលចិត្តគោរពស្រឡាញ់រាប់អានត្រូវបានអ្នកគ្រប់គ្រងឲ្យតម្លៃគ្រប់ពេលវេលាបាទអញ្ចឹងឃើញទេផលនៃសេចក្តីល្អរបស់រឿងកលាបៃលិនដែលតួអង្គចៅចិត្តហ្នឹងគឺត្រូវបានគេគោរពស្រឡាញ់ដែរចំណែកលោកលួងរតនសម្បត្តិក៏ដូចជាគ្នាទោះបីគាត់មានទ្រព្យសម្បត្តិស្ដម្ភមានភូមិគ្រឹះប្រណិតមានអ្នកបម្រើឆ្វេងស្ដាំក៏ពិតមែនប៉ុន្តែលោកមានក្រមសីលធម៌ល្អណាស់មិនដែលរករឿងឆ្លោះប្រកែកឬអើងជេរប្រទិញផ្ដាសាប្រមាថងាយកម្មករណាទេមានតែណែនាំអប់រំថែមទាំងរក្សាបានសេចក្តីល្អគ្រប់ពេលចំពោះកម្មករខ្លួនព្រោះតែលោកលួងរតនសម្បត្តិមានសីលធម៌គុណធម៌គួរគោរពបែបនេះហើយទើបធ្វើឲ្យកម្មករមានទឹកចិត្តប្រឹងប្រែងធ្វើការងារស្មោះត្រង់ហ៊ានធ្វើគ្រប់បែបយ៉ាងក្នុងសេចក្តីល្អដើម្បីតែចៅហ្វាយនាយរបស់ខ្លួនឃើញទេអញ្ចឹងតួអង្គលោកលួងរតនសម្បត្តិនេះជាតួអង្គដែលថ្នាក់ដឹកនាំទាំងឡាយគួរតែមើលរំលងពីព្រោះថាតួអង្គលោកលួងរតនសម្បត្តិនេះគឺជាតំណាងឲ្យថ្នាក់ដឹកនាំដែលយល់ពីកូនចៅយល់ពីទុក្ខធរៈកូនចៅមិនជន់បលិចកូនចៅមានថាពេលកូនចៅចង់រីកចម្រើនគឺធ្វើឲ្យកូនចៅកាន់តែរីកចម្រើនថែមទៀតអាហ្នឹងគឺជាចំណុចដែលថ្នាក់ដឹកនាំទាំងឡាយគួរតែយកមកសិក្សាអញ្ចឹងនៅក្នុងអក្សរសិល្ប៍គឺមានគំនិតអប់រំជាច្រើននៅក្នុងហ្នឹងឲ្យតែយើងចេះស្វែងទាញយកនៅប្រយោជន៍ពីអក្សរសិល្ប៍ហ្នឹងចំណែកនៅក្នុងរឿងផ្កាសពូនវិញបាទហើយយើងទាញនៅក្នុងរឿងផ្កាសពូនវិញម្ដងជាវណ្ណកម្មរបស់លោកនូហាចក៏បានឆ្កឹះបំពើងឲ្យឃើញពីតម្លៃសិលធម៌គុណធម៌ដែលកំណត់ឲ្យមនុស្សមានសេចក្តីចាស់ផងដែរទីឃាវុឌ្ឍនៅក្នុងនេះយើងអាចថាជាការលើកខុសបន្តិចនៅក្នុងទីឃាវុឌ្ឍជាមនុស្សម្នាក់មានសិលធម៌ល្អនៅក្នុងហ្នឹងបើរឿងផ្កាសពូនមិនមែនទីឃាវុឌ្ឍទេគឺបន្ទឿនទីឃាវុឌ្ឍគឺនៅក្នុងរឿងមីលាដួងចិត្តបាទអធិស្ឋាននៅក្នុងដែរទីឃាវុឌ្ឍជាមនុស្សម្នាក់មានសិលធម៌ល្អគឺរក្សាបានគោលចំហរំពឹងមិនក្រេវក្រោធចងកំហឹងតាមព្យាបាទនិយាយនួនអូខេអញ្ចឹងទីឃាវុឌ្ឍទៅនិយាយនួនអធិស្ឋានក្នុងហ្នឹងណាអញ្ចឹងយើងអាចថាជាបន្ទឿនទៅជាសិលធម៌ល្អនិងចៅណៃសតដែលបានបំបាក់សេចក្តីស្នេហាដ៏ស្មោះស្ម័គ្ររវាងបន្ទឿននិងនាងវិធីវីនោះទេគឺសុខចិត្តចោះចាញ់ក៏មិនព្រមប្រព្រឹត្តទង្វើអាក្រក់តបស្នងទៅលើគ្រួសារយាយនួននិងគ្រួសារថកែណៃសានោះដែរអញ្ចឹងនៅក្នុងនោះយើងដកទីឃាវុឌ្ឍយើងដាក់បន្ទឿនណាបន្ទឿនជាយុវជនមានចំណេះដឹងមានសមត្ថភាពចេះគោរពចាស់ទុំមានអាកប្បកិរិយាថ្លៃថ្នូរស័ក្តិសមជាជនគំរូមួយរូបក្នុងអាណានិគមនិយមបារាំងក្នុងរឿងគឺរឿងក្នុងសម័យអាណានិគមនិយមបារាំងស្របនឹងរឿងខាងលើនេះផងដែរបើយើងសាកក្រឡេកសិក្សាទៅរឿងនៅក្នុងរឿងដែលចូលយត់វិញឥឡូវយើងចូលរឿងទី3ជាប្រភេទអត្ថបទអក្សរសិល្ប៍បែបល្ខោនបាសាក់វិញដែលប្រសូតឡើងក្រោមការនិពន្ធដោយលោកទីជីហួតក្នុងឆ្នាំ1983បាទក៏បានបង្ហើបឲ្យឃើញពីសេចក្តីថ្លៃថ្នូរដែលទទួលបានមកពីការដែលមានសិលធម៌និងគុណធម៌នេះដែរតួយ៉ាងទីជួយយត់ធ្វើអ្វីត្បិតតែជាជនជាតិនងក៏ពិតមែនប៉ុន្តែមានសេចក្តីក្លាហានមានសេចក្តីអង្អាចក្លាហានមានអង្គប្រទេសស្នេហាជាតិមាតុភូមិមានភក្តីភាពស្មោះត្រង់ស៊ូលះបង់ជីវិតមិនព្រមឲ្យសត្រូវឈ្លានពានទឹកដីខ្មែរបានដែរមិនតែប៉ុណ្ណោះដែលជួយយត់គឺជាយុវជនដែលមានចិត្តកតញ្ញូចេះដឹងគុណគ្រូជានិច្ចទោះបីគ្រូរបស់ខ្លួនគឺតេជោមាសធ្វើមរណកាលទៅក៏ពិតមែនថែមទាំងជាបរិសុទ្ធដែលមានតម្លៃដែលឲ្យតម្លៃលើចរិយាធម៌ថែមទៀតផងអញ្ចឹងតួអង្គតេជោយត់ក៏ជាតួអង្គមួយដែលពោពេញទៅដោយកតិអប់រំដែរថាក្នុងនាមដូចជាយើងជាពិសេសគឺកូនកសិករក្រីក្រដូចជាគុណចក្រព្រះអង្គដែលមកបួសជាសាមណៈសិស្សហ្នឹងគឺពីច្រើនជាសុទ្ធតែជាកូនកសិករក្រីក្រទេតែជួយជាប់ហ្នឹងគឺក៏ជាតួអង្គកើតនៅក្នុងត្រកូលក្រីក្រដែរប៉ុន្តែគាត់ខំប្រឹងប្រែងរហូតខ្លាយខ្លួនជាថ្នាក់ដឹកនាំអីចឹងទៅសរុបមកសិលធម៌គុណធម៌គឺជាកត្តាសំខាន់អញ្ចឹងនៅក្នុងសរុបយើងចាប់ដើមបន្តដែរណាយើងចាប់ដើមបន្តដែរនៅក្នុងសេចក្តីសរុបហ្នឹងគុណគឺជាតាសំខាន់ការកំណត់បាននៅសេចក្តីថ្លៃថ្នូររបស់មនុស្សគ្រប់សម័យកាលទាំងអស់ទោះបីអ្នកនោះមានទ្រព្យសម្បត្តិច្រើនមានកិត្តិយស
មានកិត្តិយសមានយស័ក្តិឋានៈទូនទីធំដុំក្នុងសង្គមតែបើគ្មានសិលធម៌គុណធម៌ទេមនុស្សគ្មានតម្លៃបន្តិចតតែសោះតែមនុស្សគ្មានតម្លៃបន្តិចតតែសោះសោះឡើយណាមានសោះសោះហើយមានសោះឡើយទៅណាឆ្លងតាមការបកស្រាយរំគាសេចក្តីនឹងបានលើកអំណះអំណាងមកបញ្ជាក់មកបង្ហាញគឺបញ្ជាក់យ៉ាងបោះក្បាយរួចមកយើងអាចទាញការសន្តាននឹងវាតម្លៃបានថាប្រធានពិតជាមានខ្លឹមសារយ៉ាងជ្រាលជ្រៅព្រោះបង្ហាញឲ្យឃើញពីគុណតម្លៃមិនអាចកាត់ថ្លៃបានរបស់សិលធម៌និងគុណធម៌ដោយបានជួយជំរុញលើកទឹកចិត្តមនុស្សឲ្យប្រព្រឹត្តការស្ដីល្អគ្រប់យ៉ាងដើម្បីទទួលបានកិត្តិយសនិងសេចក្ដីថ្លៃថ្នូរអញ្ចឹងនេះគឺជាការវិតម្លៃប្រធានដែលផ្ដល់នៅការតើប្រធាននឹងមានគំនិតអប់រំយ៉ាងណាខ្លះក្នុងនាមយើងជាសិស្សានុសិស្សខេមរៈជនក៏បីលះបង់សេចក្តីអាក្រក់គ្រប់យ៉ាងហើយប្រឹងប្រែងធ្វើសេចក្តីល្អដើម្បីទទួលបានសេចក្តីសុខមានមេត្តាចំពោះគ្នានឹងគ្នាដើម្បីរួមចំណែកធ្វើឲ្យសង្គមជាតិទទួលបានសន្តិភាពគ្រប់សម័យកាលបាទអញ្ចឹងនៅក្នុងនេះលោកគ្រូពិសិដ្ឋលោកបានថាសម្ភារៈនិយមឋានៈបុណ្យស័ក្តិទូនទីពុំមែនជាកត្តាកំណត់ឲ្យឃើញពីតម្លៃសិលធម៌និងគុណធម៌នោះទេនោះបានទេគឺស្ដីល្អទេតាដែលកំណត់ឲ្យឃើញពីស្ដីថ្លៃថ្នូររបស់មនុស្សក្នុងសង្គមបាទអញ្ចឹងមានតែប៉ុណ្ណឹងហើយគ្រូគាត់អានបញ្ជាក់បន្ថែមហើយលោកគ្រូសុសិទ្ធពិតជាសរសេរបានល្អមែនទែនហើយបងប្អូនអាចតាក់ទងទៅគាត់ដើម្បីជាសៀវភៅរបស់គាត់ក៏បានដែរអញ្ចឹងលោកគ្រូមានតែប៉ុណ្ណឹងសូមអរគុណនិងសូមជម្រាបលា